បងប្អូនកសិករយើងធ្លាប់ជួបបញ្ហាមន់ឈឺងាប់ច្រើនដែរឬទេជំងឺឆ្លងគឺជាឧបសគ្គដ៏ធំដែលបំផ្លាញកម្លាំងញើសឈាមយើងដំណោះស្រាយដ៏សំខាន់គឺការចាក់វ៉ាក់សាំងថ្ងៃនេះយើងនឹងបង្ហាញវ៉ាក់សាំងសំខាន់ៗ3មុខដែលជាខែលការពារកសិដ្ឋានយើងទី1វ៉ាក់សាំងការពារជំងឺ Newcastle ឬជំងឺដង្កោកាច់ជំងឺ Newcastle គឺជាជំងឺឆ្លងលឿននិងសាហាវបំផុតវាធ្វើឲ្យមាន់ក្អកពិបាកដកដង្ហើមហើយបណ្ដាលឲ្យមាន់ងាប់ស្ទើរតែទាំងអស់នៅក្នុងរយៈពេលខ្លីវ៉ាក់សាំង Newcastle ត្រូវតែចាប់ផ្ដើមចាក់តាំងពីមាន់នៅតូចឧទាហរណ៍ពេលមាន់អាយុ5ទៅ7ថ្ងៃការផ្ដល់វ៉ាក់សាំងនេះជាធម្មតាគឺដោយវិធីបន្តក់ចូលភ្នែកឬច្រមុះដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ទី2វ៉ាក់សាំងការពារជំងឺ Gumboro ជំងឺ Gumboro គឺជាជំងឺវាយប្រហារប្រព័ន្ធការពាររាងកាយរបស់កូនមាន់តូចៗពេលវាឆ្លងហើយមាន់នឹងបាក់កម្លាំងរាកទឹកប្រឡាក់ជាប់នឹងរោមនឹងធ្វើឲ្យមាន់ងាយឆ្លងជំងឺផ្សេងៗទៀតវ៉ាក់សាំង Gumboro ត្រូវបានណែនាំឲ្យផ្ដល់នៅពេលមាន់មានអាយុប្រហែល12ទៅ21ថ្ងៃវិធីងាយស្រួលបំផុតសម្រាប់កសិករគឺលាយវ៉ាក់សាំងជាមួយនឹងទឹកផឹកដើម្បីការពារការរាលដាលនៃជំងឺក្នុងហ្វូងមាន់វ៉ាក់សាំងនេះគឺមានប្រភេទបន្តក់ភ្នែកឬច្រមុះផងដែរទី3វ៉ាក់សាំងការពារជំងឺអ៊ុតជំងឺអ៊ុតធ្វើឲ្យមាន់កើតមានពងបែកឬដំបៅក្រហមនៅលើក្បាលកស្លាបឬជើងដែលធ្វើឲ្យវាពិបាកស៊ីចំណីនិងអាចងាប់បានវ៉ាក់សាំងបង្ការជំងឺអ៊ុតនេះជាធម្មតាផ្ដល់នៅពេលមាន់មានអាយុប្រហែល4ទៅ6សប្តាហ៍ហើយវិធីផ្ដល់គឺដោយចាក់ទម្លុះស្លាបមាន់វ៉ាក់សាំងនេះផ្ដល់ការការពារបានយូរអង្វែងបងប្អូនត្រូវចាំវ៉ាក់សាំងទាំង3នេះគឺវ៉ាក់សាំង Newcastle Gumboro និងអ៊ុតគឺជាវ៉ាក់សាំងសំខាន់បំផុតសម្រាប់ការពារមាន់របស់បងប្អូនសូមកុំភ្លេចរក្សាការវិភាគចាក់វ៉ាក់សាំងនិងពិគ្រោះជាមួយពេទ្យសត្វដើម្បីទទួលបានការណែនាំត្រឹមត្រូវតាមប្រភេទមាន់និងបរិស្ថានចិញ្ចឹមរបស់យើងចាក់វ៉ាក់សាំងថ្ងៃនេះដើម្បីការពារប្រាក់ចំណេញរបស់យើងនៅថ្ងៃស្អែកចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ